លោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយនឹងលោកវ៉ាងធីជីអគ្គនាយករោងចក្រ Gen Junior Idol Cambodia Idol បានដឹកនាំក្រុមការងារនាំយកនៅអង្គរចំនួន2តោននិងទឹកសុទ្ធចំនួន100កែចូលរួមឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកំពង់ស្ពឺនាថ្ងៃទី29ខែធ្នូ2025លោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយនឹងលោកវ៉ាងធីជីអគ្គនាយករោងចក្រ Gen Junior Idol Cambodia Idol បានដឹកនាំក្រុមការងារនាំយកនៅសម្ភារៈគ្រឿងឧបភោគបរិភោគរួមមានអង្គរចំនួន2តោននិងទឹកសុទ្ធចំនួន100កែក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្ដែងក្នុងអង្គភាពកងរាជអាវុធហត្ថជាពិសេសនឹងបន្តនាំយកទៅចែកដល់បងប្អូនវីរៈកងទ័ពនិងគ្រួសារវីរៈកងទ័ពជួរមុខព្រមទាំងជនភៀសសាក់ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកកាន់ទីតាំងមានសុវត្ថិភាពកំពុងតែត្រូវការជំនួយស្បៀងនិងបាត់បន្តឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនធំដែលមានជីវភាពខ្វះខាតជួបការលំបាកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺមិនត្រឹមតែប៉ុណ្ណោះក៏បានជួយតាមបណ្ដាខេត្តផ្សេងៗផងដែរនាពេលកន្លងមកនេះនាពេលនេះលោកវ៉ាងធីជីអគ្គនាយករោងចក្រ Gen Junior Idol Cambodia Idol បានមានមតិលើកឡើងថាក្នុងនាមលោកជាអ្នកជំនួយមួយរូបដែលបានប្រកបអាជីវកម្មជំនួយនៅក្នុងប្រទេសកម្ពុជាម្នាក់សូមចូលរួមចំណែកឧបត្ថម្ភគាំទ្រតាមរយៈលោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនាំយកទៅចែកជូតបន្តដល់បងប្អូនយុវជនដែលឈរជើងនៅសមរភូមិមុខនិងក្រុមគ្រួសារវីរៈកងទ័ពដែលខ្វះខាតនិងជនភៀសសាក់ដែលកំពុងត្រូវការជំនួយផងដែរលោកឧត្តមស្នេហ៍ត្រីមេងស្រុនក៏បានថ្លែងកោតសរសើរចំពោះទឹកចិត្តលោកវ៉ាងធីជីអគ្គនាយករោងចក្រ Gen Junior Idol Cambodia Idol និងទឹកចិត្តបងប្អូនសប្បុរសជនគ្រប់រូបដែលបានបរិច្ចាគនៅថវិការួមទាំងសម្ភារៈផ្សេងទៀតក្នុងការចូលរួមឧបត្ថម្ភតាមរយៈលោកផ្ទាល់និងតាមរយៈក្រុមការងារកងរាជអាវុធហត្ថក្តីនេះគឺជាទឹកចិត្តមួយដ៏ធំធេងរបស់បងប្អូនដែលមិនអាចកាត់ថ្លៃបាននិងអរគុណយ៉ាងជ្រាលជ្រៅបំផុតនៅស្មារតីមនុស្សធម៌ខ្មែរជួយខ្មែរជាចុងក្រោយលោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការក៏សូមបួងសួងដល់គុណបងព្រះរតនត្រ័យកាយទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកសូមជួយប្រសិទ្ធពរជ័យបវរសុស្ដីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការជូនលោកវ៉ាងធីជីអគ្គនាយករោងចក្រ Gen Junior Idol Cambodia Idol និងក្រុមគ្រួសារព្រមទាំងក្រុមការងារទាំងអស់សូមបានសំប្រកបនៅសុខភាពល្អបរិបូរណ៍អាយុយឺនយូរកម្លាំងមាំមួនប្រាជ្ញាឈ្លាសវៃសម្រាប់ជោគជ័យគ្រប់ភារកិច្ចនិងការងារកុំបីឃ្លាតឃ្លានឡើយ